រយៈពេលជាច្រើនទសវត្សរ៍មកហើយរបបអាយ៉ាតូឡាបានគ្រប់គ្រងប្រទេសអ៊ីរ៉ង់តាមរយៈភាពភ័យខ្លាចប៉ុន្តែនៅពេលនេះប្រទេសអ៊ីរ៉ង់កំពុងឆាបឆេះដងផ្លូវនានាពោពេញទៅដោយការតវ៉ាដ៏ធំសម្បើមភាពចលាចលនិងកំហឹងប្រជាជនកំពុងស្រែកទាមទារដោយចំហនៅសេចក្តីស្លាប់ទៅកាន់មេដឹកនាំផ្ដាច់ការនិងសេចក្តីស្លាប់ទៅកាន់សាធារណរដ្ឋអ៊ីស្លាមមនុស្សជាច្រើនជឿជាក់ថានៅពេលនេះបដិវត្តន៍បានចាប់ផ្ដើមជាស្ថាពរហើយរបបនេះកំពុងដួលរលំពីខាងក្នុងប៉ុន្តែតើនេះជាទីបញ្ចប់នៃសាធារណរដ្ឋអ៊ីស្លាមមែនដែរឬទេហើយប្រសិនបើអាយ៉ាតូឡាដួលរលំតើនរណានឹងមកបន្តវេនតើត្រកូលប៉ាហ្លាវីនឹងត្រូវដើរតួនាទីយ៉ាងសំខាន់នៅក្នុងអនាគតរបស់អ៊ីរ៉ង់ដែរឬទេសូមទស្សនាវីដេអូនេះទាំងស្រុងដើម្បីស្វែងយល់ទាំងអស់គ្នាកុំភ្លេចចុច like ចុច subscribe និងចុចរូបកណ្ដឹងដើម្បីទទួលបានការជូនដំណឹងរាល់ពេលដែលខ្ញុំបានបង្ហោះវីដេអូថ្មីៗមុនគេតោះបន្តទស្សនាអ្វីដែលកំពុងកើតឡើងនៅអ៊ីរ៉ង់នៅពេលថ្មីនេះគឺជារឿងដែលមិនធ្លាប់មាននរណាម្នាក់នឹកស្មានដល់កាលពីប៉ុន្មានឆ្នាំមុនក្មេងស្រីត្រូវបានគេថតជាប់ខណៈពេលអ៊ុតបារៃដោយប្រើរូបថតរបស់អាលីខាមេនីនៅក្នុងវីដេអូផ្សេងទៀតដែលចរាចរលើអ៊ីនធឺណិតក្រុមបាតិកោកំពុងវាយប្រហារលើនិមិត្តរូបនៃរបបនេះពួកគេបានហែកគំតិចបំផ្លាញគំនូរលើជញ្ជាំងគំតិចរូបសំណាកដែលពាក់ព័ន្ធនឹងសាធារណរដ្ឋអ៊ីស្លាមនិងដុតបំផ្លាញចោលអ្នកខ្លះទៀតបានទម្លាក់ទង់ជាតិនៅតាមស្ថានទូតជុំវិញពិភពលោកនេះមិនមែនជាពាក្យចចាមអារាមទេនេះគឺជារូបភាពពិតនៃទិដ្ឋភាពនៅតាមដងផ្លូវក្នុងប្រទេសអ៊ីរ៉ង់នៅពេលនេះប្រជាជនកំពុងពុះកញ្ជ្រោលការតវ៉ាកំពុងឆាបឆេះនៅគ្រប់ទីកន្លែងដងផ្លូវក្នុងទីក្រុងតេអ៊ីរ៉ង់និងទីក្រុងផ្សេងទៀតបានក្លាយជាទីលានប្រយុទ្ធដែលឆ្លោះបញ្ចាំងពីកំហឹងដែលបានសន្សំទុកជាច្រើនឆ្នាំដោយសារតែស្ថានភាពសេដ្ឋកិច្ចដុនដាបការរឹតបន្តឹងនយោបាយនិងសម្ពាធសង្គមដែលកាន់តែកើនឡើងខុសពីការតវ៉ាកាលពីមុនដែលមានកម្រិតទាបរលកនៃការតវ៉ាលើកនេះហាក់ដូចជារីករាលដាលខ្លាំងនិងមានគ្រោះថ្នាក់ខ្លាំងជាងមុនមនុស្សមួយចំនួនថែមទាំងប្រៀបធៀបវាទៅនឹងអ្វីដែលបានកើតឡើងនៅប្រទេសវេណេស៊ុយឡានិងការចាប់ខ្លួនប្រធានាធិបតីនីកូឡាស់ម៉ាឌូរ៉ូនិងភេរីអ៊ាជាពិសេសដោយសារចៃដន្យប្រទេសទាំងពីរគឺជាសម្ព័ន្ធមិត្តជិតស្និទ្ធនឹងគ្នាដើម្បីយល់ពីអ្វីដែលកំពុងកើតឡើងនៅអ៊ីរ៉ង់និងមូលហេតុដែលការតវ៉ាកើតឡើងម្ដងហើយម្ដងទៀតរហូតដល់ហាក់ដូចជាคล้ายជារឿងធម្មតាដំបូងយើងត្រូវយល់ពីរបៀបដែលប្រទេសនេះបានផ្លាស់ប្ដូរពីសេរីនិយមក្រោមការដឹកនាំរបស់ព្រះចៅស្ដេចសាសមកជាប្រព័ន្ធសាសនាក្រោមការដឹកនាំរបស់អាយ៉ាតូឡាខាមេនីមុនមានសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់គឺជាប្រទេសដែលដើរខុសប្លែកពីបច្ចុប្បន្នខ្លាំងណាស់ក្រោមការដឹកនាំរបស់មហាម៉ាត់រីហ្សាប៉ាហ្លាវីអ៊ីរ៉ង់គឺជាមហាអំណាចដែលមានលក្ខណៈជារដ្ឋលោកីជាផ្លូវការព្រះចៅស្ដេចបាននាំមកនៅទំនើបមនីកទំនោរចិត្តស្និទ្ធនឹងលោកខាងលិចនិងរបៀបរស់នៅបែបបស្ចិមបទាបទោះបីជាយ៉ាងណាក៏ដោយពីខាងក្រោយរូបភាពនោះប្រព័ន្ធនយោបាយត្រូវបានបិទជិតទាំងស្រុងព្រះចៅបានគ្រប់គ្រងដោយជាមហាក្សត្រផ្ដាច់ការសម្លេងប្រឆាំងត្រូវបានបំបិទតាមរយៈការត្រួតពិនិត្យការតាមដាននិងការដាក់ពន្ធនាគារខណៈដែលទ្រព្យសម្បត្តិត្រូវបានប្រមូលបណ្ដុំក្នុងដៃក្រុមឥស្សរជនតូចតាចទោះបីជាមនុស្សមួយចំនួនទទួលបានអត្ថប្រយោជន៍ពីទំនើបមនីកប៉ុន្តែមនុស្សច្រើនទៀតមានអារម្មណ៍ថាគេបានប្រងើយកណ្ដាលបានគេជីជន់លីនិងបង្អាប់កិត្តិយសកំហឹងដែលកំពុងកើតឡើងនេះបានបង្កើតជាឱកាសដ៏ល្អខ្ចោះសម្រាប់អាយ៉ាតូឡាខាមេនីសូម្បីតែបន្ទាប់ពីចំណាយពេលជាច្រើនឆ្នាំនៃការនិរទេសនៅប្រទេសបារាំងក៏ដោយក៏លោកបានលេចមកជាសម្លេងប្រឆាំងដ៏ខ្លាំងក្លាបំផុតលោកបានបង្ហាញថាសាសនាគឺជាដំណោះស្រាយចំពោះអំពើពុករលួយអយុត្តិធម៌និងវិសមភាពនៅក្នុងឆ្នាំ1979ការតវ៉ាដ៏ធំសម្បើមបានបង្ខំឲ្យព្រះចៅស្ដេចភៀសប្រកាយចេញពីប្រទេសហើយខ្មេនីបានត្រឡប់មកអ៊ីរ៉ង់វិញក្នុងនាមជាវីរបុរសជនជាតិអ៊ីរ៉ង់ជាច្រើនជឿជាក់ថាបដិវត្តន៍នាំមកនូវសេរីភាពនិងយុត្តិធម៌ផ្ទុយទៅវិញវាត្រូវបានផ្លាស់ប្ដូរទៅជារដ្ឋសាសនាដែលភាពស្មោះត្រង់ចំពោះមេដឹកនាំកំពូលបានមកជំនួសជម្រើសនយោបាយជាច្រើនឆ្នាំកន្លងផុតទៅជីវិតក្រោមរបបនេះមានតែការលំបាកទៅជំនួសឲ្យសេរីភាពប្រជាជនទទួលបានការគ្រប់គ្រងកាន់តែខ្លាំងស្ត្រីត្រូវបានបង្ខំឲ្យអនុវត្តតាមច្បាប់តឹងរឹងប្រព័ន្ធផ្សព្វផ្សាយត្រូវបានគ្រប់គ្រងយ៉ាងតឹងតែងហើយភាពភ័យខ្លាចបានគ្របដណ្ដប់លើជីវិតប្រចាំថ្ងៃដោយសារតែហេតុនេះការតវ៉ាមិនដែលឈប់ឡើយប៉ុន្តែអ្វីដែលយើងកំពុងឃើញនៅពេលនេះគឺខុសប្លែកពីមុននេះគឺជាបញ្ហាប្រឈមដ៏ធំនិងធ្ងន់ធ្ងរបំផុតដែលខាមេនីបានជួបប្រទះក្នុងរយៈពេលជាច្រើនទសវត្សរ៍
តើរលកថ្មីនេះបានចាប់ផ្ដើមដោយរបៀបណាវាបានចាប់ផ្ដើមនៅថ្ងៃទី8ខែធ្នូនៅពេលដែលអាជីវករនៅក្នុងផ្សារធំ Grand Bazaar នៃទីក្រុងតេហ៍រ៉ង់បានបិទហាងដើម្បីតវ៉ាពួកគេខឹងសម្បានឹងការធ្លាក់ចុះនៃប្រាក់រៀលអ៊ីរ៉ង់ការកើនឡើងថ្លៃទំនិញដែលមិនអាចគ្រប់គ្រងបាននិងការបាត់បង់អំណាចទិញយ៉ាងធ្ងន់ធ្ងរប៉ុន្តែកម្លាំងជំរុញពិតប្រាកដនៅពីក្រោយការតវ៉ាគឺយុវជនអ៊ីរ៉ង់ពួកគេគ្រាន់តែត្រូវការហេតុផលច្បាស់លាស់មួយដើម្បីផ្ទុះកំហឹងប៉ុណ្ណោះមិនយូរប៉ុន្មាននិស្សិតសាកលវិទ្យាល័យបានចូលរួមជាមួយអាជីវករហើយបានដើរក្បួនជាមួយគ្នាទៅកាន់ទីលានអាសាឌីការស្រែកទាមទារមានភាពខ្លាំងក្លានិងច្បាស់ថាព្រះចៅស្ដេចជយោនិងសេចក្តីស្លាប់ទៅកាន់មេដឹកនាំផ្ដាច់ការដែលសម្ដៅដោយផ្ទាល់ទៅលើមេដឹកនាំកំពូលអាលីខាមេនីក្នុងរយៈពេលមួយសប្តាហ៍ការតវ៉ាប្រឆាំងរដ្ឋាភិបាលបានរីករាលដាលពេញប្រទេសប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ពីការធ្វើបាតុកម្មក្នុងទីក្រុងយ៉ាងហោចណាស់30នេះគឺជាផ្ទាំងនៃភាពចលាចលដ៏ធំបំផុតចាប់តាំងពីការតវ៉ាដែលបង្កឡើងដោយការស្លាប់របស់ម៉ាក់សាអាមីនីដែលបានស្លាប់ក្នុងមន្ទីរឃុំឃាំងបន្ទាប់ពីត្រូវបានចាប់ខ្លួនពីបទរំលោភលើច្បាប់ស្លៀកពាក់របស់អ៊ីរ៉ង់ខណៈដែលការតវ៉ាកាន់តែរីកធំរបបអ៊ីរ៉ង់បានជ្រើសរើសយកគ្រាប់កាំភ្លើងជាជាងការចរចាគិតត្រឹមថ្ងៃទី13ខែមករាប្រភពជាច្រើនបានរាយការណ៍ថាមានមនុស្សស្លាប់យ៉ាងហោចណាស់ 1000 នាក់និងអាចឡើងដល់20,000 នាក់ហើយពួកគេក៏បានកាត់ផ្តាច់អ៊ីនធឺណិតទូទាំងប្រទេសផងដែរគោលដៅគឺច្បាស់លាស់ដើម្បីរារាំងប្រជាជនពីការរៀបចំផែនការនិងរារាំងពិភពលោកមិនឲ្យឃើញអ្វីដែលកំពុងកើតឡើងប៉ុន្តែសម្រាប់ជនជាតិអ៊ីរ៉ង់ជាច្រើនការបិទអ៊ីនធឺណិតគ្រាន់តែបញ្ជាក់រឿងមួយប៉ុណ្ណោះគឺរបបនេះកំពុងភ័យខ្លាចនៅថ្ងៃទី9ខែមករាអាលីខាមេនីបានបំបែកភាពស្ងប់ស្ងាត់និងថ្លែងទៅជាតិតាមទូរទស្សន៍រដ្ឋនៅក្នុងសន្ទរកិច្ចរបស់លោកបានជេរដៀវក្រុមបាតកោដោយហៅពួកគេថាជាពួកបំភ្លេចបំផ្លាញនិងទម្លាក់កំហុសទៅលើសត្រូវបរទេសលោកមានប្រសាសន៍ថាសូមឲ្យពិភពលោកដឹងថាសាធារណរដ្ឋអ៊ីស្លាមបានឡើងកាន់អំណាចក្នុងឆ្នាំ1979តាមរយៈឈាមរបស់មនុស្សមានកិត្តិយសរាប់សែននាក់អ៊ីរ៉ង់មិនឲ្យពួកទាហានស៊ីឈ្នួលដែលធ្វើសកម្មភាពដើម្បីបម្រើផលប្រយោជន៍បរទេសនោះទេនៅពេលដែលការតវ៉ាកាន់តែរីកធំរីហ្សា ប៉ាហ្លាវី កូនប្រុសរបស់ព្រះចៅស្ដេចចុងក្រោយរបស់អ៊ីរ៉ង់ដែលកំពុងនិរទេសខ្លួនបានក្លាយជាសម្លេងដ៏លេចធ្លោមួយក្នុងការអំពាវនាវឲ្យមានការតស៊ូពីក្រៅប្រទេសលោកបានប្រើប្រាស់បណ្ដាញសង្គមដើម្បីថ្លែងទៅកាន់ជនជាតិអ៊ីរ៉ង់ដោយផ្ទាល់ថាប្រជាជាតិអ៊ីរ៉ង់ដ៏អស្ចារ្យភ្នែករបស់ពិភពលោកកំពុងសម្លឹងមកអ្នករាល់គ្នាចូលចេញមកតាមដងផ្លូវហើយស្រែកទាមទារនៅអ្វីដែលអ្នកចង់បានមនុស្សរាប់ពាន់នាក់បានឆ្លើយតបនឹងការអំពាវនាវរបស់លោកដោយបានប្រមូលផ្ដុំគ្នានៅតាមដងផ្លូវមនុស្សជាច្រើនបានលើករូបថតរបស់រីហ្សា ប៉ាហ្លាវី និងស្រែកហូគាំទ្ររិកវងប៉ាហ្លាវីទោះជាយ៉ាងណាក៏ដោយគេមិនទាន់ច្បាស់ថាតើនេះឆ្លុះបញ្ចាំងពីការគាំទ្រពិតប្រាកដចំពោះការវិលត្រឡប់នៃរបបរាជានិយមឬគ្រាន់តែជាការនឹករលឹកយ៉ាងខ្លាំងចំពោះប្រទេសអ៊ីរ៉ង់មុនឆ្នាំ1979ដែលមានសេរីភាពពីការគ្រប់គ្រងបែបសាសនានិងការភ័យខ្លាចទោះជាយ៉ាងណារីហ្សា ប៉ាហ្លាវី បានថ្លែងដដែលថាលោកមិនស្វែងរកអំណាចសម្រាប់ខ្លួនឯងនោះទេផ្ទុយទៅវិញលោកអំពាវនាវឲ្យមានការធ្វើប្រជាមតិជាតិដែលអនុញ្ញាតឲ្យជនជាតិអ៊ីរ៉ង់ជ្រើសរើសអនាគតរបស់ពួកគេដោយសេរីដោយគ្មានការដឹកនាំដោយបង្ខិតបង្ខំឬរបបផ្ដាច់ការប៉ុន្តែខណៈពេលដែលរីហ្សា ប៉ាហ្លាវី សម្លឹងមើលទៅមុខមេដឹកនាំកំពូលប្រហែលជាកំពុងរកផ្លូវដកថយយោងតាមកាសែតប្រចាំថ្ងៃរបស់អង់គ្លេស The Telegraph បានឲ្យដឹងថាលោកអាលីខាមេនីត្រូវបានគេនិយាយថាមានផែនការរត់គេចខ្លួនដែលពាក់ព័ន្ធនឹងការភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ីក្នុងករណីដែលការតវ៉ាទូទាំងប្រទេសនៅតែបន្តកើនឡើងផែនការដែលត្រូវបានពិពណ៌នាថាជាផែនការ B នេះនឹងឃើញមេដឹកនាំវ័យ86ឆ្នាំរូបនេះចាកចេញពីអ៊ីរ៉ង់ជាមួយក្រុមតូចមួយដែលមានសមាជិកប្រហែល20នាក់រួមទាំងសមាជិកគ្រួសារជិតស្និទ្ធនិងជំនួយការដែលគួរឲ្យទុកចិត្តយោងតាមរបាយការណ៍ដដែលការរៀបចំក៏នឹងត្រូវធ្វើឡើងដើម្បីធានាសុវត្ថិភាពបណ្ដាញហិរញ្ញវត្ថុដ៏ធំសម្បើមរបស់ខាមេនីដែលការស៊ើបអង្កេតរបស់ Reuters កាលពីឆ្នាំ2013បានប៉ាន់ប្រមាណថាមានប្រហែល$95,000 លានផែនការនេះហាក់ដូចជាស្រដៀងទៅនឹងអ្វីដែលអតីតមេដឹកនាំផ្ដាច់ការស៊ីរីបាសាអាល់អាសាដបានប្រើប្រាស់ដើម្បីរត់គេចពីស៊ីរីទៅកាន់ទីក្រុងមូស្គូ
នៅពេលដែលរបបនេះបានដួលរលំកាលពីខែវិច្ឆិកាឆ្នាំ2024ទន្ទឹមនឹងនោះនៅខាងក្រៅប្រទេសអ៊ីរ៉ង់លោក Donald Trump បានបង្ហាញការគាំទ្រជាសាធារណៈចំពោះក្រុមបាតុករអ៊ីរ៉ង់ដោយហៅពួកគេថាជាមនុស្សក្លាហាននិងបានសរសើរចំពោះការតស៊ូរបស់ពួកគេលោកក៏បានប្រុងប្រយ័ត្នផងដែរថាសហរដ្ឋអាមេរិកនឹងធ្វើអន្តរាគមន៍ប្រសិនបើកងកម្លាំងសន្តិសុខអ៊ីរ៉ង់នៅតែបន្តសម្លាប់ក្រុមបាតុករលោកបានមានប្រសាសន៍ថាសហរដ្ឋអាមេរិកបានត្រៀមលក្ខណៈរួចរាល់ហើយដើម្បីចេញសកម្មភាពប្រសិនបើពួកគេបាញ់សម្លាប់បាតុករដោយសន្តិភាពលោកបានបន្ថែមថាលោកកំពុងពិចារណាលើជំរឿដ៏ខ្លាំងក្លាជាច្រើនដើម្បីឆ្លើយតបនឹងស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់រួមទាំងលក្ខណៈនៃអន្តរាគមន៍យោធាផងដែរដោយសារហេតុនេះមនុស្សជាច្រើនជឿជាក់ថារបបនេះអាចនឹងដួលរលំពិតប្រាកដរលកនៃមនោសញ្ចេរណៈនេះមិនដូចរលកមុននោះទេខ្លះប្រៀបធៀបវាទៅនឹងឆ្នាំ1979ប៉ុន្តែមានចំណុចខុសគ្នាដ៏ធំមួយគឺបដិវត្តន៍របស់ក្មេនីត្រូវបានរៀបចំផែនការយ៉ាងម៉ត់ម៉ត់និងដឹកនាំដោយពួកពុបជិតអ្វីដែលយើងឃើញថ្ងៃនេះគឺកើតឡើងដោយឯកឯងជាងបាតុករទាំងអស់នេះត្រូវបានជំរុញដោយយុវជនជំនាន់ក្រោយដែលមានគំនិតបើកទៅលើពិភពលោកមានការតាក់ទងគ្នាច្រើនជាងនិងភ័យខ្លាចតិចជាងហើយនោះហើយគឺជាក្រននេះមានគ្រោះថ្នាក់បំផុតសម្រាប់របបនេះបន្ទាប់ពីទស្សនាវីដេអូនេះចប់តើបងប្អូនទាំងអស់គ្នាជឿជាក់ថាការតវ៉ាទាំងអស់នេះអាចប្រែទៅជាបដិវត្តន៍ទាំងស្រុងដែរឬទេហើយតើលោក Donald Trump ពិតជាអាចធ្វើអន្តរាគមន៍ដោយអ្វីដែលលោកបានសន្យាដែរទេសូម comment នៅខាងក្រោមវីដេអូដើម្បីឲ្យបានដឹងពីចម្លើយរបស់បងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូបន្តទៀត